សួស្តីកូនទាំងអស់គ្នាសួស្តីអ្នកគ្រូថ្ងៃនេះដែរយើងមករៀនវគ្គបរាជ័យទាំងអស់គ្នាណាកូនដែលថាប្រយោជន៍យើងទទួលបានមានដូចជានឹងធ្វើឲ្យយើងយល់ច្បាស់ពីការបរាជ័យចូលធ្វើការងារអ្វីទាំងអស់ដើរពីលាភាសានិងក្រខ្ញុំអញមករៀនវគ្គជោគជ័យតែឥឡូវហើយជារៀនវគ្គបរាជ័យវិញណាអាហ្នឹងមែនទេគេរៀនវគ្គបរាជ័យមុនហើយបានគេរៀនវគ្គជោគជ័យតាមក្រោយអាហ្នឹងអូអញ្ចឹងណាអញ្ចឹងណាតែតែកូនសិស្សយើងមានច្រើនឥឡូវយើងសុំចូលមេរៀនយើងត្មងតើណាអញមានច្រើនមាន2នាក់ផងណាមែនទេគ្នាលើតែ2នាក់ដែរដោយសារតែសាលាយើងទៅបើកថ្មីអ្នកគ្រូមានកដោជូនកូនទាំងអស់គ្នានៅខាងនេះយើងញ៉ាំម្នាក់មួយអ្នកគ្រូស្គាល់ឆ្ងាញ់ណាស់អូអាហ្នឹងមែនអាហ្នឹងគឺជាស្ករកំប៉ុងទឹកក្រូចដែលមួយបន្ទះមានចំនួន30កំប៉ុងដែលមានច្រើនម៉ូដរូបរាងស្រស់ស្អាតគឺជាប្រភេទស្កររឹងចំណែករសជាតិវិញផ្អែមពេលញ៉ាំហើយធ្វើយើងមានអារម្មណ៍ស្រស់ស្រាយកូនទាំងអស់គ្នាបានសភៅមកហ្នឹងហើយបានហើយមែនបានហើយឥឡូវយើងដល់ម៉ោងចេញទៅផ្ទះណាអ្នកគ្រូតើមិនរៀនផងដល់ម៉ោងចេញទៅផ្ទះវិញណាជាសួរបងទៅពេលយើងមកទៅផ្ទះការងារបងសុំមិនតានៅទៅខាងលើតាអ្នកណាឈ្នះបង្កទឹកភ្លៀងនៅខាងលើសនុខងសំណួរបន្ទាប់តើអ្នកនឹងទេថាអ្នកណាដែលរស់នៅក្នុងរូងភ្នំពីងពីងវិសាចន្ទសសំណួរចុងក្រោយតើនៅពេលដែលដាំបន្លែត្រូវប្រើជាអ្វីជាអាចគោឆ្លើយបានល្អទៅផ្ទះចាំស្ដាប់លទ្ធផលចាអរគុណអូតើកានិយាយអញ្ចឹងតិចទៀតខ្ញុំមានក្មួយពូខ្ញុំមកសុភាមួយអាហ្នឹងរៀងមិនសូវគ្រប់ទឹកទេដល់ពេលដល់សំណួរវាត្រូវដាក់ស្រាទៀតបើវាឆ្លើយចេញហ្នឹងហើយបងស្រីមុនហ្នឹងចម្លើយយើងឆ្លើយតាមហើយស្រួលទេបងថ្ងៃគាត់តែឆ្លើយថាមានអ៊ូខុងមានអាជីអាចគោហើយនឹងមានស្អីមុខទៀតខ្ញុំភ្លេចបាត់ហើយមួយថ្ងៃចូលទៅសួរទៅដឹងហើយអូកូនខ្ញុំដឹងហើយសំណួរសុភាតែណែតែជាប់ហើយអ្នកបន្ទាប់យកមកសំណួរដំបូងតាប៉ារបស់អ្នកឈ្មោះអ្វីសនុខមសំណួរបន្ទាប់តាម៉ារបស់អ្នកមានឈ្មោះអ្វីបេសាចៅសសំណួរចុងក្រោយតើអ្នកញ៉ាំអ្វីបានជាអ្នកធំរលាស់ជីអាចគោហើយតើកាងប់បាត់ហើយស្ករគេនឹងឆ្ងាញ់ណាស់នេះគឺជាស្ករក្រែមរូបណាចាដែលមានចំនួន3រសជាតិមានរសជាតិក្រូចរសជាតិបូរីរសជាតិ blueberry ផ្អែមឆ្ងាញ់ញ៉ាំជក់ចិត្តចាខ្ញុំសុំមួយអើយសែតណាស់រត់តែមីកំហុងឲ្យវាកំដរសែតតិចសិនហៅឡូកំហុងហៅឡូសើតែមកមិនកៅនេះឲ្យទៅណែអត់កំដរយើងសែតតិចបានហ៎យើងសែតខ្លាំងណាស់អូបានតើឥឡូវញ៉ៃមកទៅអត់ទៅអញទៅហ្នឹងចឹងមកអញកំដរសែតអើអរគុណ friend តោះមកទៅហ្មងយើងទៅឥឡូវនេះជួយសិនណាយើងញ៉ៃសែតហ្នឹងបងញ៉ាំស្ករសិនណាបានសែតស្ករហ្នឹងញ៉ាំស្ករសិនក៏បានដែរញ៉ាំសិនទៅឆ្ងាញ់មកគេមែនតែ friend អាហ្នឹងគេហៅស្ករអីវិញទៅអូអានេះគឺជាស្ករគ្រាប់រង1000គឺជាវ៉ាន់ដែលមានស្តង់ដារការផលិតមានអនាម័យខ្ពស់និងមានភាពស្រស់ស្អាតដែលមានចំនួន6រសជាតិទំពាំងបាយជូររសជាតិគូលែនរសជាតិស្ប្រៃរសជាតិកូការសជាតិតែបៃតងនិងរសជាតិតែក្រូចឆ្មាហើយរសជាតិទាំង6នេះមានរសជាតិផ្អែមឆ្ងាញ់ប្លែកខុសពីគ្នាហងៃមើលថ្ងៃមុនគេមិនប្របួលអញទៅជួបគ្នាចឹងតែមើលគាត់និយាយថាចេះបងបើឯងស្រឡាញ់អូនពិតណាបើឯងឲ្យតោនឹងមកអូនមកហើយមួយទៀតគ្រាន់តែចេះលុយប្រាក់ខែរបស់ឯងបើកឲ្យហ្នឹងឲ្យអូនទាំងអស់មកអូនឲ្យបងចាយមួយខែ20000តែមើលគេអត់ព្រមដែរហើយឯងគ្រាន់តែចេះបោកកៅអៅរែកទឹកពូអស់តាមបាយលាងចានបើឯងត្រូវធ្វើទាំងអស់ពីនៅមួយអូនក៏គេមិនព្រមទៀតហើយមួយទៀតគ្រាន់តែចេះទៅថាអូនឲ្យដូចពនាងឯងមើលគាត់អញ្ចឹងសោះគេសុំអញបែកទោះបីអញជាសុំតាំងឯងយើងសុំអញថ្ងៃនេះបើម្លេះយើនេះឯងចំណិតយើងអត់នេះមិត្តតែអូនឯងហើយអូនឯងតាមមកយកដាតមើលចុះប្រឯងពីណាងដាតមើលចោលមានរឿងមែនណាហ្នឹងឯងចង់មានរឿងបើខ្លាំងចូលមកពីនាងនេះចង់និយាយថាយើងខ្មែរដូចគ្នាយើងឆ្លុះគ្នាអីបងហ្នឹងហើយខ្មែរដូចគ្នាតាឥឡូវនេះខ្ញុំមានអានេះជូនបងមួយចេះណាអីគេ
អូនេះគឺជា Scalpel ដែលក្នុងមួយប្រអប់មានចំនួន20ដើមមានច្រើនពណ៌ស្រស់ស្អាតសំខាន់មានតែភ្លើងលេងហើយមានតែស្ករអាចញ៉ាំបានទៀតចំណែកស្ករវិញមានរាងមូលដែលមិនផ្អែមខ្លាំងដែលធ្វើឲ្យត្រឡន់នោះទេចំណេញហ្មងបានទាំងស្ករញ៉ាំហើយបានទាំងល្បែងលេងទៀតឥឡូវយើងរាំ TikTok មួយទុកជាការរាប់អានត្រែមជាពងល្បីអូខេងងមកណារាប់អានដល់អត់ចាញ់គ្នា